បាទអានេះខ្ញុំធ្វើតេស្តណែខ្លះឌី6 fight ជាមួយនឹង switching full brick ដុំ2នេះ resistance 6 ohm អានេះ volt ចិញ្ចឹមមកវាមួយខាង90 volt 91 volt សងខាង182អានេះ volt AC ចេញរបស់ ampli អានេះអំពីអញ្ចឹងខ្ញុំប្រើfrequency 100 Hz ចឹងមើលបានប្រហែលវ៉ាត់ព្រោះអា6 fight ហ្នឹងខ្ញុំយកទៅតេស្តជាមួយនឹង ampli ល្អណាស់ Opel LAN ចាំមើលបានប្រហែលអញ្ចឹងភ្លើងចិញ្ចឹមវាធ្លាក់ដល់170បាន50 volt 11.7 អានោះធ្លាក់ដល់165អត់អីទេអត់ក្តៅនៅទៀតបាន50 volt 11.5 អានោះធ្លាក់ដល់180ធ្លាក់សល់160ចាំមើលប្រហែលបានប្រហែលវ៉ាត់អូមអេស6អូម11.5 គុណនឹង50 volt បាន575 ohms អេស6អូមអញ្ចឹងយើងបានវ៉ាត់ទៀតដោយសារតែយើងប្រើអូតូធម្មតាវាអត់មិនជាប្រភេទអូតូទាញភ្លើងដូចប្រភេទ PAC បើយើងដាក់ PAC វាបានទៅដល់700វ៉ាត់ជាងអូមអេស4អូម6អូមអញ្ចឹងឃើញថាដំណើរការវា smooth ល្អអត់ក្តៅសូម្បីបន្តិចមកចាល់51 ជិត12អំពែ smooth ល្អអត់ក្តៅទេ51 11.7 អូខេវិចអូមទៅយកអានឹងតេស្តជាមួយនឹង Opel LAN 3ទឹកមេដែក3ជឿនមេដែក122អរគុណ